ដល់ភ្ញៀវកិត្តិយសទាំងឡាយដែលមានវត្តមាននៅក្នុងថ្ងៃនេះផងដែរចាក៏សូមជម្រាបសួរកញ្ញាសុជាតិចាសូមជម្រាបសួរចាដែលមានឲ្យសហជីវិតនេះរបស់សហគមន៍ខ្មែរនៅប្រទេសញូហ្សេឡង់សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់បងប្អូនដែលបានចូលរួមនៅក្នុងកម្មវិធីយប់នេះយ៉ាងអនេកកម្មការចាហើយនៅក្នុងថ្ងៃនេះដែរតារារបស់យើងទាំង3ដួងគឺលោកគង់សទ្ធារិទ្ធកញ្ញាអូរៈស្មីនិងកញ្ញាកែវច័ន្ទសម្ផស្សនឹងសម្ដែងជូនដល់អស់ពីចិត្តជូនបងប្អូនទស្សនានៅយប់នេះចាចាហើយជាបឋមនេះផងដែរចានេះខ្ញុំក៏សូមគោរពអញ្ជើញលោកគង់សទ្ធារិទ្ធចាគឺជាអ្នកចម្រៀងដែលល្បីនៅក្នុងប្រជាជាតិកម្ពុជាមកបកស្រាយបទដំបូងនេះជូនដល់ពុកម៉ែបងប្អូនដែលមានវត្តមាននៅក្នុងរាត្រីនេះផងដែរចាក៏សូមគោរពអញ្ជើញនិងសូមសម្លេងស្វាគមន៍ផ្ទះដៃដល់តារាចម្រៀងរបស់យើងផងដែរចាហើយនៅក្នុងថ្ងៃនេះដែរគឺជា show ទីប្រមាណហើយចាកញ្ញាជាទី2ហើយចាចាហើយមានអារម្មណ៍យ៉ាងណាដែរចាការបងប្អូនពុកម៉ែបងប្អូនយើងចូលរួមសប្បាយរីករាយយ៉ាងច្រើនបែបនេះចានឹងខ្ញុំមានអារម្មណ៍សប្បាយរីករាយណាស់ចាជាពិសេសដែលបានឃើញបងប្អូនប្រជាជនខ្មែរយើងគាត់មិនភ្លេចពីសិល្បៈខ្មែរគាត់តែនិយមគ្រប់គ្រងនៅសិល្បៈក៏ខ្មែរដូច្នេះពួកនាងខ្ញុំកាត់មកពីនេះសមុទ្រចង់ជួបបងប្អូននៅតែមកគ្រប់គ្រងមកទស្សនានាងខ្ញុំសូមអរគុណច្រើនផងដែរចាចាពូភ្លេងក៏ថាហាមើលឲ្យមើលភ្លើក្រមផងកែងពូពេកហើយចំពោះថ្ងៃនេះដែរកញ្ញាកែវច័ន្ទសម្ផស្សមានអារម្មណ៍យ៉ាងណាដែរចាស្រស់ស្អាតណាស់ចាមើលតែ DVD មិនចង់បាច់តែញមើលមកមើលទៅផ្ទាល់ស្អាតណាស់ចាមានអារម្មណ៍រំភើបហើយសប្បាយរីករាយណាស់ហើយយើងខ្ញុំដឹងថាពុកម៉ែបងប្អូនចាដែលធ្លាប់បានមកទស្សនានៅការដែលខ្ញុំទាំងអស់គ្នាសម្ដែងលើកទី1នោះគឺគាត់នៅតែមានវត្តមានចាហើយក៏ដូចជាពុកម៉ែបងប្អូនខ្លះចាដែលគាត់អញ្ជើញទៅតែអញ្ជើញមកមើលជាលើកទី2ហើយក៏សូមអរគុណដូចគ្នាចាចំពោះពុកម៉ែបងប្អូនទាំងអស់ចាដែលបានចំណាយពេលវេលាចាផ្ដល់កិត្តិយសដល់យើងទាំង3នាក់ចាដែលដូចបងស្មីនិយាយចឹងគឺខំស្កាត់ពីនាយចាដើម្បីមកជួបពុកម៉ែបងប្អូនចាអរគុណចាហើយសង្ឃឹមថាអ្នកទាំង3គឺថាសុខសប្បាយទេនៅក្នុងថ្ងៃនេះហើយបានធ្វើដំណើរទៅសម្ដែងនៅតំបន់ណាខ្លះហើយចាបាទបន្ទាប់ពីលើកមុននោះគឺយើងបានទៅសម្ដែងនៅធម្មសិទ្ធិណតបាទហើយស្អែកបាទតាមពិតថ្ងៃនេះគឺទើបតែ fly មកពី Wellington បាទព្រឹកមិញមកដល់ព្រឹកមិញហើយទៅសូននៅទីនេះហើយនឹងស្អែកទៅ fly ទៅ Wellington វិញដើម្បីសូ2សូនៅទីនោះគឺថ្ងៃសៅរ៍និងថ្ងៃអាទិត្យបាទហើយនៅថ្ងៃ30គឺនៅ Hamilton បាទចាគឺថាមកមានញឹកនឹងការងារសប្បាយចាហើយនៅក្នុងថ្ងៃនេះយប់នេះផងដែរចាមានបទចម្រៀងចង្វាក់អ្វីខ្លះដើម្បីកំដរបងប្អូនរបស់យើងដល់ម៉ោងកណ្ដាលត្រីចាបាទបាននិយាយពីបទចម្រៀងមានច្រើនសម្រាប់បម្រើអារម្មណ៍ពុកម៉ែបងប្អូនដែលគាត់នៅតែខំបាទព្យាយាមគ្រប់គ្រងជួយគ្រប់គ្រងសិល្បករបាទអញ្ចឹងខ្ញុំក៏នៅតែខំនិងព្យាយាមបំពេញនៅសេចក្តីសប្បាយការរងសប្បាយជួយពុកម៉ែបងប្អូនដែរបាទអញ្ចឹងចង្វាក់នោះក៏មានច្រើនទាំង slow រំក្បាច់រំវងសារវ័នទាំងឆា twist malizon គ្រប់ចង្វាក់តែម្ដងបាទចាល្អណាស់ចាហើយជាបន្តទៅនេះក៏សូមលោកបើកឆាកមុនគេគឺថាបទចម្រៀងដំបូងរបស់លោកគឺមានចំណងជើងអ្វីដែរលោកបាទហើយបទដំបូងមានចំណងជើងថាម៉េចបងភ្លេង